ចឹងចម្លើយដែលយកជំនួយដែរសម្រាប់ខ្ញុំគឺខ្ញុំធ្វើលំហាត់តាមរយៈសៀវភៅក៏ដូចជាធ្វើលំហាត់តាមអ៊ីនធឺណិតដែរណាដូចជាមាន website នេះឈ្មោះថា Test English គឺជា website មួយដែលជួយក្នុងការដែរធ្វើលំហាត់មើលមេរៀន listening reading writing ចឹងចម្លើយដែលយើងបានបំពេញគឺត្រឹមត្រូវ 100% មើលជាមួយខ្ញុំដែរគេមានពាក្យដែលយើងត្រូវយកមកប្រើនៅខាងក្រោមចឹងមាន mean that he's in love reading God's taller than twice ចឹងយើងនឹងប្រើពាក្យទាំងអស់នេះនៅក្នុងការបំពេញចន្លោះខាងក្រោមចឹង dear Martha ចឹងmessage នេះគឺជាការផ្ញើសារទៅកាន់ Martha I'm going to tell you about my family ណាចឹងខ្ញុំនឹងប្រាប់អ្នកអំពីគ្រួសាររបស់ខ្ញុំ I live with my brother ខ្ញុំរស់នៅជាមួយនឹងបងប្រុសរបស់ខ្ញុំ my mom ម៉ាក់របស់ខ្ញុំ and my dad ហើយនៅប៉ារបស់ខ្ញុំដែរ we live អូខេមានពាក្យ in ណាខាងលើ we live in Lincoln a nice city គឺជាទីក្រុងមួយដ៏ស្រស់ស្អាត in East Midland region of England ចឹងនៅភាគខាងកើតនៅ Midland នៅប្រទេសអង់គ្លេស my Albert ដូចមានកម្មសិទ្ធិខាងលើមាន dad's ណាមាន dad's name ណាមាន dad's name is Albert ប៉ារបស់ខ្ញុំឈ្មោះ Albert he 51 years old and he's a យើងមើលខាងក្រៅណា history teacher ចឹងគាត់ប្រកាសជាយើងប្រើ he's a history teacher he medium high ណាគាត់កម្ពស់គាត់ខ្ពស់ល្មម medium ណាល្មមណាកដាល and he's got បើថាមានណា short gray hair ណាគាត់មានសក់ពណ៌ប្រផេះ and green eyes ហើយមានផ្នែកពណ៌បៃតង he love reading គាត់ចូលចិត្តការអានសៀវភៅ and watching documentaries និងចូលចិត្តមើលឯកសារនិងប្រវត្តិសាស្ត្រ about prehistoric time he doesn't like sports គាត់មិនចូលចិត្តកីឡា my mom's name is Melissa she's 49 years old she's a little shorter than ទាបជាង my dad and she's got long brown hair នាងមានសក់ពណ៌ brown ណាពណ៌ brown ពណ៌ទង់ដែងវែង and blue eyes ផ្នែកពណ៌ខៀវ she's a shop owner នាងគឺជាម្ចាស់ហាង she sells beauty products នាងលក់ផលិតផលសម្អាងគ្រឿង make up ហ្នឹង in a shop នៅក្នុងហាង near our home នៅក្បែរផ្ទះរបស់ពួកយើងដែរ she គេមានពាក្យ love ណាខាងលើ she loves swimming នាងស្រឡាញ់ការហាត់ទឹក she goes swimming twice a week ពីរដងក្នុងមួយសប្តាហ៍ I got a twin brother his name's Luke he's 21 years old គាត់មានអាយុ21ឆ្នាំ and he's got brown hair គាត់មានសក់ពណ៌ទង់ដែង like me ដូចជាខ្ញុំដែរ but he is much មានពាក្យ taller គាត់ខ្ពស់ជាងខ្ញុំឆ្ងាយ he's very big strong ណាគាត់មានធំហើយមាំដែរ and he love playing rugby and going to gym គាត់ចូលចិត្តលេងបាល់ឱប another very important member of our family is Cooper មានម្នាក់ទៀតដែលសំខាន់នៅក្នុងគ្រួសាររបស់យើងគឺឈ្មោះ Cooper គឺជាឆ្កែណាជាឆ្កែទេ our dog he's 10 years old និងឆ្កែរបស់យើងគាត់មានអាយុ10ឆ្នាំហើយ and we love him ហើយយើងស្រឡាញ់ឆ្កែរបស់ពួកយើងណាស់ what about your family ចុះគ្រួសាររបស់អ្នកវិញគាត់សួរទៅកាន់ Martha ណា love Sam ចឹង Sam គឺជាអ្នកដែលផ្ញើ email ទៅកាន់ Martha ណាយើងឃើញ dear Martha អូខេហើយយើងនឹង check ចម្លើយណាថាតើចម្លើយរបស់យើងបំពេញនឹងត្រូវឬក៏ខុសតោះចឹងចម្លើយដែលយើងបានបំពេញគឺត្រឹមត្រូវ 100%